ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត Facebook ដូចជាអ្នកគ្នាទៅទិញទូរស័ព្ទថ្មីមិនដឹងថាគេបង្កើត Facebook យ៉ាងម៉េចតែថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត Facebook ឲ្យបានត្រឹមត្រូវតាមស្តង់ដារនិងស្រួលក្នុងការប្រើប្រាស់និងងាយចាំ password ចាំឈ្មោះនិងរៀបដាក់លេខទូរស័ព្ទឯហ្នឹងថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅទាំងអស់គ្នាជាមួយបងយើងចូលកម្មវិធី Facebook មកពេលយើងទិញទូរស័ព្ទបងឬបងប្អូនណាចង់បង្កើតនៅ Facebook ថ្មីប្រកាសជាចេញចឹងហើយតោះយើងចុចនេះមកនេះអាក្រោមហ្នឹងមកតើដល់នាងចុចថា create new account នេះមកតើនេះយើងដាក់ឈ្មោះយើងចឹងយើងដាក់ឈ្មោះយើងឈ្មោះអីយើងដាក់ចឹងមកតើឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំដាក់ឈ្មោះយើងមកហើយយើងចង់ដាក់ឈ្មោះបែបយ៉ាងម៉េចក៏បានដែរចង់ដាក់ជាអក្សរខ្មែរឬក៏អក្សរអង់គ្លេសក៏បានដែរចឹងចាំឥឡូវនេះខ្ញុំដាក់អក្សរអង់គ្លេសយើងចុច next តោះអានេះថ្ងៃខែឆ្នាំកណាត់របស់យើងកាលដល់ថ្ងៃណាយើងដាក់ចឹងមកដោយសារនេះគឺជាខ្ញុំប្រាប់ពីរបៀបនេះដោយសារតែទូរស័ព្ទខ្ញុំអក្សរអង់គ្លេសចឹងខ្ញុំដាក់មកនេះ January ខែមករាខ្ញុំដាក់កាលខ្ញុំ2010ថ្ងៃទី30បាទអានេះគេដាក់ថានឹងយើងបំពេញថ្ងៃខែឆ្នាំកណាត់របស់យើងអញ្ចឹងយើងចុចពាក្យដេចមកបន្ទាប់ពីយើងបំពេញហើយតោះនេះគឺเพจរបស់យើងដាក់เพจអីក៏បានដែរឥឡូវនេះខ្ញុំដាក់เพจនេះទៅឥឡូវនេះទៅបាទតែឥឡូវយើងចុចលេខបន្ទាប់ទៀតតោះនេះលេខទូរស័ព្ទរបស់យើងឥឡូវខ្ញុំសុំដាក់លេខទូរស័ព្ទសិនតោះឥឡូវបន្ទាប់ពីខ្ញុំបំពេញរួចហើយឥឡូវខ្ញុំចុចពាក្យថា next តោះនេះគឺលេខកូដរបស់យើងឥឡូវយើងដាក់មកយើងពាក្យតលេខកូដនេះយើងត្រូវតែចាំឲ្យច្បាស់អ្នកគ្នាទោះយើងបដូរទូរស័ព្ទមិនក៏យើងនៅតែចាំអញ្ចឹងបាទឥឡូវនេះយើងចុចវាយ password របស់គ្នាហ្នឹង password យើងថ្មីដែលយើងទៅបង្កើត account ហ្នឹងយើងត្រូវតែចាំតោះបន្ទាប់ពីយើងវាលេខកូដហើយយើងចុចពាក្យថា next បន្ទាប់មកបាទរួចចាំតិចអញ្ចឹងអានេះគឺគេឲ្យយើងអានេះខ្ញុំបង្កើតរួចហើយអ្នកគ្នាបើអ្នកគ្នាបង្កើតតាមខ្ញុំនេះអ្នកគ្នាគ្រាន់តែចុចពាក្យថា save នេះមកដោយសារតែខ្ញុំអានេះគ្រាន់តែជាឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នាពីរបៀបបង្កើត Facebook តែប៉ុណ្ណោះដោយសារតែខ្ញុំមាន Facebook ហើយអញ្ចឹងខ្ញុំអត់បង្កើតទៀតទេអញ្ចឹងគ្រាន់តែបងប្អូនចុចតែពាក្យ save នេះមកគឺរួចហើយអញ្ចឹងបាទអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់nếuមានអ្វីដែលថ្មីខ្ញុំនឹងចែកជូនអ្នកទាំងអស់គ្នានៅរាល់ពិធីផ្សេងៗទៀត